របៀបដាក់ account របស់យើងទៅជា blue tick ដែលយើងទិញ Meta Verify ដែលចំណាយត្រឹមតែ$2ជាងតែប៉ុណ្ណោះក្នុងមួយខែអញ្ចឹងសម្រាប់បងប្អូនដែលចង់ទិញ blue tick ដាក់ account Facebook របស់ខ្លួនឯងហើយចំណាយលុយតិចបាទត្រឹមតែ$2ជាងហ្នឹងគឺបងប្អូនអាចតាមដានវីដេអូមួយនេះបានអញ្ចឹងយើងចូលមកកាន់ profile យើងមកបាទហើយយើងចូលកន្លែង setting and privacy ចុចកន្លែង setting បាទបន្ទាប់មកទៀតគឺយើងយកកន្លែងនេះ verification នេះចុចលើវាទៅបាទអញ្ចឹងមានពាក្យថា Meta Pay បាទយើងចុចលើ Meta Pay នេះមកដើម្បី add card ចូលសិនអានេះខ្ញុំធ្លាប់ទិញពីមុនមកណាបងប្អូនបាទឥឡូវនេះយើងចូលកន្លែង manage នេះបាទបន្ទាប់មកយើងធ្វើការ add card ចូលមួយសិនបាទអញ្ចឹងយើង add card ចូលមកអញ្ចឹងកន្លែងនេះគឺយើង location យើងយក Nigeria មកបាទយក Nigeria មកអានេះយើងដាក់ពេញព័ត៌មានកាតយើងធម្មតាបន្ទាប់មកយើងពេញឈ្មោះរបស់យើងមកបាទ address នេះបងប្អូនត្រូវយក address នៅក្រៅប្រទេសបាទព្រោះដោយសារ country របស់យើងគឺនៅ Nigeria អញ្ចឹងយើង search Nigeria address មកបាទអញ្ចឹងយើងយកខាងលើគេនេះមកបាទអញ្ចឹងកន្លែងនេះគឺវាមានឯគេបងប្អូនបាទចឹងវាមាន address ហ្នឹងគឺបងប្អូនយកមួយណាយកទៅបាទចឹងឥឡូវនេះខ្ញុំយក address ដែលខ្ញុំធ្លាប់បំពេញពីមុនមកដោយសារតែខ្ញុំធ្លាប់បំពេញដាក់ពីមុនចឹងយើងដាក់ដូចគ្នាបាទចឹងផ្លូវខ្ញុំយកនេះមក OB Vary ហើយចំពោះ address line ទី2នេះ optional យើងបាច់ដាក់ទេ district យើងសរសេរចូលទៅបាទ code បាទតកតងជាមួយនឹង state province origin ហ្នឹងយើងយកដាក់នៅ Nigeria មកអត់ដាក់នៅខ្មែរយើងកាត់ទេហើយ postal code ក៏យកដាក់នៅខ្មែរដែរនិយាយទៅ location នេះគឺយកពី Nigeria មកបាទចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនថាកន្លែងនេះគឺយើងដាក់ឈ្មោះយើងប៉ុន្តែ address គឺយើងអាចយកចេញមកពីនេះបានបាទ address ណាចឹង address ដូចនេះ state province city town street នេះគឺយើងអាច copy យកមកដាក់បានចឹងហើយតកតងជាមួយនឹង code ក៏យើងអាចយកមកបានដែរឃើញអត់បាទអញ្ចឹងអាស្រ័យទៅលើបងប្អូនចង់យក address មួយណាយកមួយនឹងមកអញ្ចឹងអានេះខ្ញុំធ្លាប់បំពេញពីមុនខ្ញុំដាក់បែបនេះចឹងខ្ញុំត្រូវដាក់បំពេញដូចគ្នាពីមុនមកដោយសារកុំឲ្យវាខុសគ្នាបាទព្រោះដោយសារខ្ញុំធ្លាប់ verify ហើយអញ្ចឹងខ្ញុំចុចលើពាក្យថា save អូខេអញ្ចឹងយើងបាន add card រួចហើយត្រូវអត់បាទអញ្ចឹងកន្លែងនេះយើង add card ហើយខ្ញុំចុចខ្វែងមកបន្ទាប់មកគឺកន្លែងនេះបងប្អូនត្រូវមើលតកតងជាមួយនឹង profile ដើម្បីយើងអាចធ្វើការ subscribe នេះយើងមើលកន្លែង subscription នេះមកហើយយើងចុចលើ Meta Verify បាទអញ្ចឹងយើងអាចធ្វើការចុច continue មកបាទខ្ញុំចុច continue ជាមួយនឹង profile របស់ខ្ញុំហើយយើងចុច continue ទៀតអូខេអញ្ចឹងនេះវាប្រាប់យើងកាត់3799.99ក្នុងមួយខែប៉ុន្តែគិតជាលុយ Nigeria ទេអញ្ចឹងខ្ទង់$2ជាងអញ្ចឹងយើងចុចលើពាក្យថា subscribe មកចឹងមុនពេលដែលចុច subscribe ហ្នឹងត្រូវតែប្រកាសថាមានលុយនៅក្នុងកងឲ្យវាកាត់ផងបងប្អូនបាទប្រយ័ត្នកាត់អត់បានចឹងកន្លែងនេះបងប្អូនត្រូវរងចាំវា processing សិនអញ្ចឹងនៅពេលដែលយើងចុច subscription ហ្នឹងហើយវាត្រូវការ verification នេះបាទអញ្ចឹងវាត្រូវឲ្យយ៉ាងហោចណាស់យើងត្រូវធ្វើក្នុងរយៈពេល3ថ្ងៃមានថាត្រូវ verify confirm ID របស់យើងនៅក្នុង mobile app បាទអញ្ចឹងកន្លែងនេះមានន័យថាបងប្អូនត្រូវទៅ verify អត្តសញ្ញាណប័ណ្ណរបស់យើងនៅក្នុង mobile app ទៀតបាទដោយសារនេះគឺវាបានកាត់លុយហើយបងប្អូននេះគេអត់អញ្ចឹងយើងត្រូវទៅ verify
បាទអញ្ចឹងយើងត្រូវបើកទូរស័ព្ទរបស់យើងបាទចាឥឡូវយើងចូលទៅ app ទូរស័ព្ទទៅបាទនេះអញ្ចឹងមិញយើងបានបង់លុយហើយបាទអញ្ចឹងយើងចូលទៅកាន់ account របស់យើងហើយចូលកន្លែង verify មកបាទអញ្ចឹងកន្លែងនេះគឺត្រូវការ verify តាមទូរស័ព្ទមួយតង់ទៀតបាទអញ្ចឹងយើងចុច continue មកអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ដែល verify អញ្ចឹងវាត្រូវការបំពេញតាមទូរស័ព្ទមួយតង់ទៀតបងប្អូនត្រូវមើលកន្លែង meta verify នេះបាទអញ្ចឹងដោយសារ account របស់ខ្ញុំគឺបានទិញហើយអញ្ចឹងបើសិនជាបងប្អូនដែលអត់ទាន់បានទិញទេគឺត្រូវការ confirm ID ធ្វើតាម step វាទៅហើយរងចាំយូរបំផុតគឺ48ម៉ោងគឺវានឹងឲ្យ blue tick យើងហើយបាទអញ្ចឹងដោយ account របស់ខ្ញុំនេះអញ្ចឹងគឺខ្ញុំបាន verify ហើយដោយសារខ្ញុំធ្លាប់បាន verify តាក់ញៀនបានហើយអញ្ចឹងវាកាត់លុយហើយអានេះក៏វា confirm your identity ដែរអញ្ចឹងវាបញ្ជាក់យើងថាកន្លែងនេះគឺយើងបានធ្វើការទិញបានហើយបាទនេះ account របស់ខ្ញុំចេញ blue tick ហើយបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរបន្ថែមបងប្អូនអាចធ្វើការ comment សួរនៅខាងក្រោមបានសូមអរគុណ